ស្ត្រីទាំងអស់ណាដែលមកពីនិតតៃពោះចាដែលមកពីនិតតៃពោះចំពោះបូសសចាបូសសដែលបានប្រាក់ឧបត្ថម្ភមុនពេលសម្រាឬក៏ក្រោយសម្រាណាអញ្ចឹងនាងខ្ញុំសង្កត់ធ្ងន់ទៅលើស្ត្រីដែលគាត់មានបូសសជាមន្ត្រីឬក៏នយោជកចាពីព្រោះបូសសស្វ័យនយោជគឺគាត់បានប្រាក់ឧបត្ថម្ភតែមួយដងទេនៅពេលដែលគាត់សម្រានោះគឺបាន1,26,000ចាប៉ុន្តែសម្រាប់អ្នកដែលគាត់ជាបូសសមន្ត្រីហើយនិងបូសសនយោជកនោះគឺគាត់បានមុនសម្រាចំនួន4ដងពេលសម្រាហើយនឹងក្រោយសម្រាបានចំនួន10ដងទៀតណាអញ្ចឹងម្ដងគឺបាន80000ដូចនាងខ្ញុំបាននិយាយពីคลิปមុនអញ្ចឹងណាអញ្ចឹងនាងខ្ញុំចង់សង្កត់ធ្ងន់ទៅលើថាប្រសិនបើបងប្អូនស្ត្រីណាបានមកបញ្ចូលបូសសមានន័យថាពេលបងប្អូនមកតាមការកំណត់របស់ខាងបូសសមានន័យថាជាបានតែគេជាសញ្ញាសញ្ញាណាត់ចាអញ្ចឹងបើសិនជាបងប្អូនបានសញ្ញាណាត់នឹងហើយបងប្អូនបានមកតាមការណាត់ចាអញ្ចឹងយើងមានពេលវេលាណាត់អញ្ចឹងបើសិនជាបងប្អូនបានមកហើយស្រាប់តែបងប្អូនម្ដងធម្មតាទៅយើងបញ្ចូលលុយនៅពេលផលិតតៃពោះឬមួយក៏ពេលយើងសម្រាកូនហាសំទោសនៅពេលយើងយកកូនមកវាក់សាំងឬក៏ក្រោយសម្រាអញ្ចឹងណាអញ្ចឹងបងប្អូនបើសិនជាបញ្ចូលលុយហើយអត់ចូលបងប្អូនអត់ចូលnênខ្ញុំចង់ប្រាប់ទៅលើបងប្អូនថាប្រសិនបើអត់ចូលណាអញ្ចឹងបងប្អូនត្រូវតែមកយើងរងចាំចំនួនត្រឹមតែ5ថ្ងៃទៅ1អាទិត្យណាបើសិនជាអំឡុងពេលហ្នឹងបងប្អូនឃើញលុយចូលទេបងប្អូនត្រូវតែឆាប់តាក់ទងចំមកណាខាងមណ្ឌលសុខភាពវិញឬក៏កន្លែងដែលពិនិត្យសុខភាពរបស់បងប្អូនហ្នឹងមានន័យថាជាដៃគូរបស់បូសហ្នឹងណាត្រូវមកជួបអ្នកគ្រូពេទ្យឬក៏លោកគ្រូពេទ្យនឹងវិញឲ្យគាត់បញ្ចូលលុយឲ្យសាថ្មីចាកុំនៅយូរឯសោះណាបើសិនបើបងប្អូននៅយូរលុយហ្នឹងគឺនឹងដាច់សុពលភាពហើយគឺយើងអត់បានទេអញ្ចឹងមានករណីច្រើនណាស់បងប្អូនដែលគាត់មកបញ្ចូលមុនសម្រាហើយនឹងក្រោយសម្រាចាអញ្ចឹងពេលវាក់សាំងកូនអញ្ចឹងពេលខ្លះបញ្ចូលទៅវាអត់អីទេពេលខ្លះវាអត់ជាប់ទេបងប្អូនវា error គេដាក់ថាបានអនុវត្តប៉ុន្តែដល់ពេល5ថ្ងៃឬក៏មួយអាទិត្យនេះខ្ញុំតែប្រាប់ពួកគាត់ថាបើសិនជាមិនចូលទេសូមឲ្យគាត់តាក់ទងមកវិញអញ្ចឹងណាប៉ុន្តែអញ្ចឹងពេលគាត់រងចាំឃើញដូចថាពីចាំដល់សោះឲ្យអត់ឃើញទេអញ្ចឹងគាត់ក៏ឆាតមកសួរឬមួយក៏គាត់មកសួរតចាអញ្ចឹងពេលយើងឆែកប្រព័ន្ធនឹងសារថ្មីទៅបងប្អូនគេដាក់ថាមិនទាន់អនុវត្តវិញអញ្ចឹងគឺទៀមទាឲ្យពេទ្យគឺគាត់ត្រូវតែអនុវត្តឲ្យម្ដងទៀតចាប៉ុន្តែករណីនេះបងប្អូនគឺបានត្រឹមតែរយៈពេលត្រឹមខ្ទង់10ថ្ងៃចុះក្រោមឬមួយក៏មួយអាទិត្យពេលខ្លះអាចនឹង10ថ្ងៃឬក៏12ថ្ងៃ13ថ្ងៃដែរបងប្អូនទៅតាមពេលវេលារបស់យើងដែរណាពេលខ្លះបើសិនឆ្លងខែអាចនឹងអត់ដែរអញ្ចឹងបងប្អូនបើសិនជាមិនឃើញលុយធ្លាក់ចុះឲ្យបងប្អូនកុំនៅទៀតណាគឺត្រូវតែតាក់ទងមកខាងសេវាជាដៃគូបូសសនេះព្រាដើម្បីបញ្ចូលលុយសារថ្មីចាពីព្រោះបើសិនបងប្អូននៅយូរគឺនឹងដាក់ថាมันអាចបញ្ចូលត្រឡប់ថ្ងៃទៅក្រោយវិញបានទេណាគេដាក់អញ្ចឹងប៉ុន្តែបើសិនជាបងប្អូនឆាប់តាក់ទងមកពេទ្យមានន័យថាយើងឃើញ5ថ្ងៃអីហើយយើងអត់ទាន់ឃើញអញ្ចឹងពេទ្យនឹងធ្វើការបញ្ចូលឲ្យម្ដងទៀតនៅពេលដែលបញ្ចូលលើកទី2បងប្អូនគឺជាប់ហើយអញ្ចឹងគឺលុយនឹងធ្លាក់ចូលទៅក្នុងកង់របស់បងប្អូនណាប៉ុន្តែបើសិនជាអំឡុងពេលត្រឹមតែមួយសំទោស5ថ្ងៃឬក៏មួយអាទិត្យអត់ឃើញហើយបងប្អូនកុំនៅសង្ងំព្រោះមានអ្នកដែលគាត់ខាតអត្ថប្រយោជន៍របស់គាត់ហ្នឹងគឺគាត់អត់ឃើញលុយចូលគាត់នៅស្ងាត់ជ្រាបចាដល់ពេលគាត់មកពិនិត្យលើកក្រោយគាត់ត្រូវថ្ងៃណាត់ដល់ពេលនេះខ្ញុំបើកប្រព័ន្ធបញ្ចូលលុយឲ្យស្រាប់តែអត់ឃើញលូតអនុវត្តទេសួរគាត់ថាលើកហ្នឹងក៏អត់បានលុយទេហើយគាត់អត់តាក់ទងមកពេទ្យវិញអញ្ចឹងគឺគាត់បាត់បង់ផលអត្ថប្រយោជន៍របស់គាត់ណាអញ្ចឹងចង់ផ្ដាំទៅបងប្អូនស្ត្រីទាំងអស់ថាបើសិនជាបងប្អូនស្ត្រីណារងចាំមួយអាទិត្យអីហត់ឃើញលុយចូលទេកុំនៅចាំយូរមានន័យថាប្រព័ន្ធអាចនឹង error អាចនឹងភ្ជាប់អត់ជាប់ទេដំបូងវាដាក់តែជាប់ដល់ហើយវាលូតថយក្រោយអត់ជាប់វិញណាអញ្ចឹងនឹងខ្ញុំចង់និយាយពីករណីថាបើមកបញ្ចូលលុយអត់ចូលសូមតាក់ទងមកវិញណាអញ្ចឹងបើសិនជាបងប្អូនស្ត្រីទាំងអស់គិតថាវីដេអូនេះមានប្រយោជន៍សូមជួយ like និង share follow page ម្នាក់មួយផងណា